ខួប1ឆ្នាំនៃការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ប្រជាជនកម្ពុជានៅតែចងចាំដោយក្តីសោកស្ដាយនិងគោរពចំពោះវីរភាពនិងការលះបង់របស់កងកម្លាំងការពារជាតិដែលបានឈរជើងការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិជាមួយគ្នានេះក៏ជាការរំលឹកដល់សហគមន៍អន្តរជាតិអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិគោលការណ៍មិនប្រើប្រាស់កម្លាំងនិងការដោះស្រាយជម្លោះដោយសន្តិវិធីដើម្បីជៀសវាងការបាត់បង់អាយុជីវិតនិងទុក្ខវេទនារបស់ប្រជាពលរដ្ឋស្លូតត្រង់ព្រឹត្តិការណ៍នេះនឹងនៅតែជាទំព័រមួយដែលប្រជាជនកម្ពុជាចងចាំជានិច្ចក្នុងនាមជាមេរៀនអំពីតម្លៃនៃសន្តិភាពឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីដែលត្រូវការការពារនិងថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ Like, share and follow more